ជំរាបសួរពុកម៉ែបងប្អូនMOមកទៀតហើយអានចែកជូនពុកម៉ែបងប្អូនស្ដាប់ទៀតសមត្ថភាពរបស់ខ្ញុំខ្លាំងដល់ថ្នាក់នឹងផងដល់ថ្នាក់ទូតគ្នាមកទាំងវងអញ្ចឹងបានន័យថាខ្ញុំមិនធម្មតាត្រូវក្លាហានជ្រើសរើសផ្លូវដើរសម្រាប់ជីវិតខ្លួនឯងបើអ្នកខ្លាចអ្នកនឹងនៅកន្លែងដដែលមួយជីវិតរឿងខ្លះស្ងាត់ក៏ល្អមិនមែនគ្រប់គ្នាសុទ្ធតែស្ដាប់សម្ដីយើងទេមនុស្សសម័យនេះចូលចិត្តក្រែងចិត្តអ្នកមានទឹកលុយតែមិនដែលក្រែងចិត្តអ្នកមានទឹកចិត្តកុំទុករឿងដែលគេមើលមិនឃើញតម្លៃរបស់យើងជាសម្ពាធអីឲ្យតែយើងដឹងថាខ្លួនឯងកំពុងធ្វើរឿងដែលល្អនិងមានតម្លៃពិតប្រាកដថ្ងៃណាមួយពេលវេលាធ្វើជាសាក្សីបញ្ជាក់ពីអ្វីគ្រប់យ៉ាងរឹងមាំឡើងខ្ញុំមិនដឹងទេថាពេលនេះអ្នកកំពុងស្រឡាញ់ខ្ញុំដូចពីមុនឬអត់ទេតែខ្ញុំដឹងពីខ្លួនឯងពេលនេះខ្ញុំរស់ដោយគ្មានវត្តមានអ្នកបានទោះបីអ្នកល្អនឹងខ្ញុំជាងមុនក៏ដោយព្រោះថាអ្នកបានបង្រៀនខ្ញុំឲ្យចេះរឹងមាំម្ដងទៀតដោយកាលខ្ញុំមិនទាន់ស្គាល់អ្នកចំណេះដឹងសុជីវធម៌ក្នុងការរស់នៅធ្វើឲ្យយើងក្លាយជាមនុស្សមានតម្លៃមនុស្សអស្ចារ្យបំផុតគឺអ្នកដែលចេះដាក់ខ្លួនអ្នកដែលចេះដាក់ខ្លួនគឺមនុស្សអស្ចារ្យបំផុតមនុស្សមានកិត្តិយសគឺអ្នកដែលផ្ដល់កិត្តិយសដល់អ្នកដទៃខ្ញុំគឺខ្ញុំកុំយកខ្ញុំទៅប្រៀបធៀបនឹងនរណាម្នាក់អីព្រោះខ្ញុំដឹងខ្លួនឯងស្រាប់ហើយថាខ្ញុំមិនដល់គេទេអត់ដែលស្ដាយនឹងទង្វើរបស់អ្នកឯងបានធ្វើដាក់ខ្ញុំផងព្រោះអីខ្ញុំដឹងថាទង្វើរបស់អ្នកឯងនៅស្ទើរណាស់នៅលើលោកនេះយើងមិនអាចជ្រើសរើសរូបរាងពណ៌សម្បុរទៅតាមបំណងរបស់យើងបានទេប៉ុន្តែយើងអាចប្រើប្រាស់ជីវិតមួយនេះរស់នៅជាមួយភាពរីករាយទៅតាមអ្វីដែលយើងអាចធ្វើទៅបានរាល់ការឈឺចាប់ដែលកើតចេញពីការខកបំណងមិនមែនជាការខាតបង់ឡើយតែវាជាតម្លៃតបស្នងដែលយើងត្រូវបង់ដើម្បីទទួលបាននៅមេរៀនជីវិតដ៏វិសេសវិសាលត្រូវចាំឲ្យតែរបស់ថោកតែងតែមានអ្នកចង់បានច្រើនអញ្ចឹងហើយពេលខ្លះអ្នកត្រូវតែនៅស្ងៀមស្ងាត់ព្រោះគ្មានពាក្យណាអាចបញ្យល់ពីអ្វីដែលកើតឡើងនៅក្នុងចិត្តនិងគំនិតរបស់អ្នកនោះទេយើងត្រូវចាំថាពេលយើងចង់ធ្វើអ្វីមួយយើងគិតថាល្អយើងធ្វើវាទៅកុំគិតសម្ដីអ្នកណាទាំងអស់គេមិនចង់ឃើញយើងល្អជាងគេល្បីជាងគេនោះទេគេមានគេអ៊ូតយើងក្រនៅឲ្យតែស្ងៀមទៅខំគឺជាកម្មស្អប់គឺជាទុកដាក់ចុះគឺចប់ចិត្តស្ងប់គឺសក់ពេលខ្លះក៏មានអ្នកលួចនិយាយមិនល្អពីយើងតែដល់ត្រឡប់ទៅមើលគុណភាពជីវិតរបស់អ្នកដែលនិយាយយើងក៏គ្មានអារម្មណ៍អ្វីខឹងគេឡើយខ្ញុំមិនចេះអែបអបដើម្បីឲ្យគេសរសើរទេធម្មជាតិខ្ញុំគឺធ្វើអ្វីដែលខ្ញុំចង់ធ្វើទោះគេមិនពេញចិត្តក៏មិនអីដែរបើចាំគេជួយអង្គមួយកំប៉ុងហូបបានតែមួយពេលទេប៉ុន្តែបើយើងរៀនធ្វើស្រែដោយខ្លួនឯងយើងអាចហូបបានរាប់ឆ្នាំបើអ្នកឈឺចាប់ព្រោះគេមើលងាយអ្នកត្រូវតែប្រឹងងើបប្រឹងឲ្យដូចឈូកដុះពីភក់តែគេយកទៅថ្វាយព្រះមានតម្លៃបំផុតការអានសៀវភៅបើចិត្តយើងប្រាថ្នាចង់បានពន្លឺនៃបញ្ញាប៉ុន្តែមិនព្រមបើកសៀវភៅហើយភ្នែកមិនព្រមសម្លឹងមើលខ្លឹមសារនៃចំណេះដឹងនោះយើងប្រៀបដូចជាអ្នកដំណើរដែលចង់ទៅដល់គោលដៅតែមិនព្រមបោះជំហានសូម្បីតែមួយជំហានដូច្នោះដែរគោលដៅមិនទាន់បានសម្រេចមិនមែនជាសញ្ញានៃការបរាជ័យឡើយតែវាគឺជាឱកាសដ៏មានតម្លៃសម្រាប់យើងកែច្នៃភាពអត់ធ្មត់និងពង្រឹងការរីកចម្រើនផ្ទាល់ខ្លួនប៉ុណ្ណោះតម្លៃពិតមិនត្រូវការបកស្រាយច្រើនឡើយទោះពេលនេះគេមើលរំលងក៏កុំបោះបង់គុណតម្លៃខ្លួនឯងព្រោះមាសទឹកដប់មិនដែលចាញ់ដោយសារភ្លើងចំណែកមនុស្សល្អពិតក៏មិនដែលចាញ់ដោយសារពេលវេលាដែរខ្ញុំធ្លាប់ធ្លាក់ដល់បាតជាច្រើនដងមកហើយប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹមទេហើយក៏មិនដែលរំពឹងឲ្យអ្នកណាមកជួយខ្ញុំដែរជនជាតិមួយខ្លាំងជាងជនជាតិមួយទៀតមិនមែនចំនួនច្រើនទេគឺគុណភាពមនុស្សបង្កើតឲ្យមានគំនិតថ្មីជីវិតអ្នកនឹងមិនមែនជារបស់អ្នកទេប្រសិនបើអ្នកតែងតែយកចិត្តទុកដាក់នឹងអ្វីដែលអ្នកដទៃគិតមិនល្អអំពីអ្នក